bạn xôn chùm rìu xúa rồi một một bạn đây bạn ngày đấy cứ nhâm miên bật thiền là bọt muối để tệ tôn chùm mùi nằm samadhi chẳng samadhi cái này đấy cứ trong oi bông ổn Vicharana ông pi ca samadhi là mùi rìa ca kháng còi đấy cứ miên cam vị thi samadhi chỉ raដែលឲ្យយើងជាអ្នកដែលមានបំណងចង់ឲ្យចិត្តស្ងប់ហ្នឹងគឺធ្វើដំណើរក៏ដូចជាតំណែងទៅខាងកន្លែងគេរៀបចំការសមាធិហ្នឹងទៅរួចហើយក៏យើងដល់ថ្ងៃឬមួយក៏ដល់ពេលវេលាណាមួយដ៏សមស្របដែលគេចាប់ផ្ដើមកម្មវិធីហ្នឹងគឺគេនាំគេទៅសមាធិប៉ុន្តែផ្ទុយមកវិញចង់ឲ្យបងប្អូនមើលឃើញថាការសមាធិនេះបើយើងនិយាយពីក្នុងធម៌ដែលតកតងជាមួយនឹងសមាធិគឺប្រៀបបានដូចជាបងប្អូននឹងនាំគ្នាចូលទៅកិច្ចវេះអញ្ចឹងកន្លែងកិច្ចវេះកន្លែងនេះខ្ញុំជឿថាបងប្អូនមួយចំនួនគាត់មិនពេញចិត្តក្នុងការនិយាយកន្លែងនេះទេប៉ុន្តែចង់ប្រាប់បងប្អូនថាហេតុអីបានជាខ្ញុំនិយាយថាកិច្ចវេះដោយសារតែទី1អញ្ចឹងទី1កន្លែងនេះគឺតកតងជាមួយនឹងចិត្តចឹងបងប្អូននៅពេលដែលរស់នៅជាមួយនឹងក្រុមគ្រួសារឬមួយក៏សាច់ញាតិឬមួយក៏ប្តីប្រពន្ធក៏ដោយចឹងនៅពេលដែលបងប្អូនរស់នៅជុំគ្នាទៅស្រាប់តែមានការបាតុកិច្ចគ្នាតាមពាក្យសម្ដីតាមកាយវិការឬមួយក៏តាមរយៈសកម្មភាពណាមួយដែលបងប្អូនមិនពេញចិត្តគ្នាទៅវិញទៅមកអញ្ចឹងធ្វើឲ្យកើតការមិនពេញចិត្តគ្នាទៅវិញទៅមកក៏អញញ៉ៃបានន័យថាការរស់នៅរាល់ថ្ងៃហ្នឹងដូចមិនពេញចិត្តក្នុងការរស់នៅឯងអញ្ចឹងស្រាប់តែលឺវាថាទៅសមាធិក៏ដាក់ពាក្យទៅសមាធិហើយស្រាប់តែទៅដល់កន្លែងសមាធិហើយបងប្អូនក៏ត្រឡប់មកវិញបានន័យថាកំឡុងពេលដែលគេសមាធិមួយថ្ងៃ3ថ្ងៃ5ថ្ងៃឬមួយក៏7ថ្ងៃមួយអាទិត្យ10ថ្ងៃអីចឹងទៅស្រាប់តែត្រឡប់មកវិញហើយស្រាប់តែចិត្តហ្នឹងស្រាប់តែដូចស្ងប់ល្អចិត្តដូចរលូនស្ងប់ហើយក៏មានចិត្តមួយទៀតថាបើបានសមាធិរហូតប្រហែលជាល្អពីព្រោះថាពេលទៅហ្នឹងគេបានដកនៅអ្វីដែលយើងមានដែលធ្លាប់លេងនៅក្នុងជីវិតប្រចាំថ្ងៃហ្នឹងឧទាហរណ៍ថាលេងទូរស័ព្ទលេងឆាតលេងអីហ្នឹងគេដកចេញទាំងអស់ដកទូរស័ព្ទដកប្រព័ន្ធអ៊ីនធឺណិតចេញឲ្យយើងហ្នឹងទៅបែបលក្ខណៈស្ងប់ស្ងាត់អញ្ចឹងហេតុអីបានជាថាការចូលទៅនឹងកិច្ចវេះពីព្រោះថានៅពេលដែលបងប្អូនរស់នៅហ្នឹងគឺបងប្អូនឃើញឯគេបើសិនជាបងប្អូនស្ដាប់ហើយយល់នៅដំណើររបស់ចិត្តហើយតើការកើតឡើងនៃចិត្តមួយហ្នឹងកើតឡើងតាមទ្វារណាហើយបងប្អូនរស់នៅរាល់ថ្ងៃហ្នឹងគឺកិច្ចវេះអីគេអ្វីដែលនិយាយហ្នឹងគឺអ្វីហ្នឹងចង់និយាយថាឧទាហរណ៍ថាតាមភ្នែកចុះព្រោះចិត្តទ្វារនៃការកើតចិត្តគឺមាន6គឺតាមទ្វារភ្នែកត្រចៀកច្រមុះអណ្ដាតនិងកាយហើយនិងចិត្តអញ្ចឹងតាមទ្វារភ្នែកមុនគេអញ្ចឹងឧទាហរណ៍ថាបងប្អូនរស់នៅជុំវិញរាល់ថ្ងៃហ្នឹងស្រាប់តាមិនពេញចិត្តក្នុងការឃើញអីមួយប៉ុន្តែនៅតែបន្តឃើញរហូតហើយក៏មិនពេញចិត្តអញ្ចឹងទុកក្នុងចិត្តមួយដល់ពេលមួយទៀតឮសំឡេងអត់ចង់ឮសំឡេងជេរអត់ចង់ឮសំឡេងស្រែកកំហោកអត់ចង់ឮសំឡេងអ្វីមួយដែលយើងអត់ចង់ឮនៅក្បែរផ្ទះក្មេងយំក្មេងអីចឹងទៅដល់ពេលយើងចូលទៅអត់ឮមែនតាមទ្វារភ្នែកក៏អត់ឃើញអ្វីដែលមិនគួរឲ្យចង់ឃើញព្រោះទៅដល់ទេសភាពខៀវស្ងាត់ទៅកន្លែងមួយដែលស្ងប់ស្ងាត់អីចឹងទៅដល់ពេលសំឡេងអត់មានអ្នកទៅរំខានទេអត់មានឡានអត់មានស្លេអត់មានសំឡេងក្មេងយំអត់អីទាំងអស់សំឡេងតាមតិចហ្នឹងក៏អត់ឮដែរឬសំឡេងចាប់យំឬមួយក៏សំឡេងអីផ្សេងពីហ្នឹងទៅព្រោះយើងទៅសមាធិនៅក្នុងព្រៃដល់ពេលទី3ក្លិនពេលដែលទៅហ្នឹងឧទាហរណ៍ថាកំឡុងពេលដែលយើងរស់នៅក្លិនគឺអាចនឹងមានក្លិនមិនល្អឬមួយក៏ក្លិនស្អុយក្លិនអីចេះតែភីមកប៉ះចំយើងឯងចាទាំងអស់ហ្នឹងឯងដែលតកតងជាមួយនឹងការមិនចង់បាតុកិច្ចដល់ពេលយើងចូលទៅក្នុងហ្នឹងគ្មានកន្លែងសមាធិណាដែលគេយកកន្លែងរើសកន្លែងសមាធិហ្នឹងដាក់កន្លែងដែលមានក្លិនស្អុយទេបងប្អូនគឺចូលទៅដល់គឺក្លិនមិនន័យថាក្លិនធម្មជាតិទេគឺក្លិន
ធម្មតាអត់មានស្អុយអត់មានអីទាំងអស់គឺធម្មតារីឯតាក់ទងជាមួយនឹងអណ្ដាតវិញឧទាហរណ៍ថារសជាតិពេលដែលយើងហូបនៅផ្ទះពេលខ្លះឆ្ងាញ់អត់ឆ្ងាញ់អីចឹងទៅប៉ុន្តែនៅពេលដែលយើងចូលទៅកន្លែងសមាធិអាចនឹងរៀបចំម្ហូបអាហារបែបអ្នកសមាធិចឹងទៅអញ្ចឹងយើងអាចនឹងមិនបាត់តកិច្ចទេដោយសារតែអ្នកទាំងអស់គ្នាដែលទៅនោះគឺគេហូបអានឹងយើងក៏ហូបអានឹងដែរទៅបានន័យថាបើទោះជាឆ្ងាញ់ខ្លះមិនឆ្ងាញ់ខ្លះក៏ដោយក៏ស្ថិតនៅក្រោមការរៀបចំមកគេអញ្ចឹងអាចនឹងមិនបាត់តកិច្ចទេតាមទ្វារដារីឯផ្លូវកាយវិញឧទាហរណ៍ថាបើយើងនៅផ្ទះវិញពេលខ្លះក្តៅបែកញើសធ្វើការអីធ្ងន់ធ្ងរទៅក្តៅបែកញើសឬមួយក៏ពេលខ្លះត្រជាក់ខ្លាំងពេកទទួលយកសេតនភាពអត់បានទេកាយនឹងវាអត់សូវស្រួលទេប៉ុន្តែនៅពេលដែលបងប្អូនចូលទៅក្នុងព្រៃចូលទៅកន្លែងសមាធិអាចនឹងកន្លែងមួយដែលมันក្តៅខ្លាំងពេកនិងมันត្រជាក់ខ្លាំងពេកដែលរាងកាយយើងនឹងអាចទទួលយកនៅគ្រប់ស្ថានភាពនឹងបានអញ្ចឹងក៏ងាយស្រួលក្នុងការសមាធិចុះឧទាហរណ៍ថាបើសិនតែបងប្អូនទៅសមាធិឯងស្រាប់តែក្តៅងុំអង្គុយទាំងសមាធិសួរថាសមាធិបានប៉ុន្មាននាទីហើយឧទាហរណ៍ថាបើត្រជាក់ខ្លាំងពេកត្រជាក់រឹងស្គៀមឬមួយក៏ត្រជាក់ខ្លាំងដល់ថ្នាក់ញ័រដៃញ័រជើងសួរថាបងប្អូនសមាធិបានប៉ុន្មាននាទីអញ្ចឹងបានន័យថាកាយហ្នឹងក៏ទទួលយកនៅសីតុណ្ហភាពមួយដែលអាចទទួលយកបានមិនក្តៅពេកមិនត្រជាក់ពេកហើយតកតងជាមួយនឹងផ្លូវចិត្តហ្នឹងគឺបងប្អូនអត់មានពេលវេលាណាមួយដើម្បីទៅត្រេះរិះរឿងដតីណាក្រៅតែពីរឿងដែលគេដាក់ឲ្យឧទាហរណ៍ថាសមាធិកាន់យកឲ្យគេកាន់យករូបឬមួយក៏កាន់យកសំឡេងកាន់យករូបបានន័យថាបងប្អូនហ្នឹងត្រេះរិះរូបអីមួយយ៉ាងទៅឬមួយក៏ចាប់យកបានន័យថាតោងយកអារម្មណ៍ណាមួយឲ្យជាប់តាមទ្វារភ្នែកឬមួយក៏តាមទ្វារតិចឬមួយក៏តាមទ្វារចិត្តអញ្ចឹងនៅពេលដែលបងប្អូនតោងឲ្យជាប់ពេលហ្នឹងហើយគឺជាសមាធិមួយដែលយើងនិយាយថាដែលយើងមើលរំលងថាការសមាធិរាល់ថ្ងៃដែលយើងជួបគ្នានិយាយគ្នាឲ្យយល់គ្នាហ្នឹងជាសមាធិយើងមើលឃើញកន្លែងហ្នឹងប៉ុន្តែនៅពេលដែលយើងតោងចិត្តនឹងឲ្យជាប់ទៅគឺបងប្អូនអត់មានបណ្ដោយឲ្យពេលវេលាដែលបងប្អូនកំពុងតែអង្គុយហ្នឹងតែនឹកឃើញរឿងអាក្រក់ណាមួយកើតឡើងទេអញ្ចឹងបានន័យថាទ្វារ6នៃការសមាធិបងប្អូនគឺមិនត្រូវបាននរណាម្នាក់ទៅរំខានឬមួយក៏ទ្វារ6បងប្អូនទៅសមាធិហ្នឹងគឺមិនប៉ះទកិច្ចរឿងរ៉ាវដែលបងប្អូនមិនពេញចិត្តអញ្ចឹងកន្លែងហ្នឹងហេតុអីបាននិយាយថាកិច្ចវេះពីព្រោះថានៅពេលដែលបងប្អូនចូលទៅគឺប្រៀបបានដូចជាកិច្ចវេះប៉ុន្តែសួរថាបងប្អូនសមាធិអញ្ចឹងចិត្តស្ងប់រហូតអត់ពេលដែលមកដល់ផ្ទះវិញចិត្តស្ងប់អញ្ចឹងទៀតអត់ចាកន្លែងហ្នឹងឲ្យប្រៀបបានដូចជាកិច្ចវេះចូលឧទាហរណ៍ថាបើសិនជាបងប្អូនស្ដាប់រហូតដល់ធ្វើឲ្យការឃើញក៏ធម្មតាបានន័យថាឃើញអីឃើញទៅឃើញហើយក៏រលត់មកទៅបានន័យថាបងប្អូនយល់ពីដំណើររបស់ចិត្តថាភ្នែកឃើញរូបជាធម្មតាអញ្ចឹងឯងប៉ុន្តែបើសិនជាបងប្អូនយកធម៌របស់ព្រះសម្មាសម្ពុទ្ធមកពិចារណាភ្នែកឃើញរូបគឺគ្រាន់តែជារូបឬមួយក៏ឲ្យព្រមថាពេលដែលឃើញរូបអាក្រក់ជាផលរបស់បាបបានន័យថាអកុសលវិបាកហុចផលបានឃើញរូបមិនជាទីពេញចិត្តមិនជាទីប្រាថ្នារបស់ចិត្តតែបើឃើញរូបល្អជាផលរបស់បុណ្យបានន័យថាឃើញរូបអ្វីដែលយើងចង់ឃើញអញ្ចឹងនៅពេលដែលយើងព្រមយើងពិចារណាថាឃើញរូបល្អជាផលរបស់បុណ្យយើងមិនបានទៅថាឃើញអីទេឃើញអីឃើញទៅឲ្យតែពេញចិត្តក្នុងការឃើញបានន័យជាផលរបស់បុណ្យហើយឃើញអ្វីក៏ដោយឲ្យតែមិនជាទីពេញចិត្តរបស់ភ្នែកបានន័យថាជាផលរបស់បាបនៅពេលដែលយើងពិចារណាអញ្ចឹងយើងមិនដែលតែចាប់បុគ្គលនោះអីមកពីនោះបានធ្វើខ្ញុំខឹងមកពីអ្នកឯងមកពីរូបនេះរូបនោះជាងនៅពេលដែលបងប្អូនពិចារណាលើភ្នែកអញ្ចឹងលើតិចដូចគ្នាលឺអីលឺទៅលឺអាក្រក់ជាផលរបស់បាបលឺល្អគឺជាផលរបស់បុណ្យអញ្ចឹងនៅពេលដែលលឺសំឡេងជេរសំឡេងអីនៅពេលដែលយើងមិនបានចាប់តាំងថាជាសំឡេងអ្នកណាជេរយើងឬមួយក៏យើងព្រមថាជាផលបាបណាមួយហុចផលចំពេលហ្នឹងហើយបានយើងលឺសំឡេងដែលគាត់ជេរយើងអីចឹងឧទាហរណ៍អញ្ចឹងនៅពេលដែលយើងព្រមកន្លែងហ្នឹងទៅបានន័យថាយើងអត់បានកិច្ចវេះជាមួយនឹងការរស់នៅទេហើយក៏យើងមានកម្លាំងបានន័យថាការរស់នៅរបស់យើងហ្នឹងគឺព្រមថាផលរបស់បាបនិងផលរបស់បុណ្យតែប៉ុណ្ណាអញ្ចឹងបងប្អូនត្រូវយកមកដាក់គ្រប់ទ្វារទាំង6
nè khơi rú rồi chia lư sầm lên đá đằng rua chấm mốc đằng khăn cay đằng khá đau tại chẹt tôn rừng này đó rồi mới có chất đằng nấu thô mì ròm ròm đằng lại ná đây đằng tạm lẩu chất chứ mà sân chỉ bong ôn vô nào vậy để nhung vậy không cả lại nít mà này ha bong ôn mình chập mạch từ samadhi nó không đây đi riêng prom từ tôi do vậy đấy cầm phong tái cả là nó không pel bạch cho bọn phim phim đó mà chứ video này cứ miền tập năng thế mà và xong chụp review ở cuốn sắp cả của